ការចិញ្ចឹមកណ្ដូបគឺជាមុខរបរដ៏ងាយស្រួលមួយសម្រាប់គ្រួសារមិនត្រូវការពេលវេលាច្រើនមិនសូវចំណាយថវិកាច្រើននៅក្នុងការចិញ្ចឹមនោះទេទោះបីជាអ្នកមានការងារច្រើនមមាញឹកជាមួយនឹងការងារស្រែចម្ការក៏ដោយក៏អាចចិញ្ចឹមបានដែរទូយ៉ាងដូចជាប្អូនប្រុសដែលជាអ្នកចិញ្ចឹមហ្នឹងណាគឺគាត់មានភារកិច្ចការងាររបស់គាត់រវល់ជាមួយនឹងចម្ការស្រែដូចជាការមើលថែម្រេចមើលថែទុរេនមើលថែនិងប្រមូលផលកៅស៊ូផងក៏គាត់នៅតែឆ្លៀតពេលអាចចិញ្ចឹមវាបានពីព្រោះថាវាងាយស្រួលនៅក្នុងការមើលថែដាក់ចំណីដាក់ចំណុកហើយក៏មិនងាយនឹងមានជំងឺឈឺស្កាត់ដែរវាលើកលែងតែមានមេឃភ្លៀងឬក៏អាកាសធាតុនឹងភ្លៀងទៅធ្វើឲ្យកណ្ដូបនឹងវាងាប់ហើយបើនិយាយអំពីដំណាក់កាលនៃការលូតលាស់កណ្ដូបវិញណាចាប់តាំងពីដាក់ពងភ្ញាស់រហូតដល់កណ្ដូបនេះធំគឺគាត់មិនសូវជាមានការរវល់អីជាមួយនឹងកណ្ដូបនោះទេលើកលែងតែការដែលគាត់ធ្វើទ្រុងឬក៏រៀបចំកាត់ស្មៅដើម្បីទុកជាចំណីឲ្យកណ្ដូបនឹងណាទើបមានភារកិច្ចរវល់ប៉ុន្តែការងារទាំងអស់នេះគឺអាចឆ្លៀតបានទេបើសិនជាបងប្អូនទៅចំការស្រាប់ហើយចំការរបស់បងប្អូនណាគឺមានដើមចេកដើមអីអញ្ចឹងយើងមកពីចំការវិញក៏យើងកាត់ជាធាងចេកឬក៏ធាងដូងរួមជាមួយនឹងស្មៅដែលយើងដាំដុះអីទៅយកមកឲ្យកណ្ដូបនឹងស៊ីមិនត្រឹមតែមិនចំណាយថវិកាច្រើនទេថែមទាំងបានចំណូលត្រឡប់មកវិញនឹងគឺបានច្រើនទៀតផងសម្រាប់អាយុកាលដែលត្រូវប្រមូលផលវិញបងប្អូនត្រូវចំណាយពេលវេលាប្រហែលជាមួយខែជាងឬក៏45ថ្ងៃអីចឹងទៅហើយអាយុប្រមូលផលនេះគឺចង់និយាយសម្ដៅតាំងពីយើងនឹងយកពងទៅភ្ញាស់រហូតទាល់តែកណ្ដូបនឹងវាមានរូបរាងធំឬយើងហៅថាជាកណ្ដូបពេញវ័យដែលអាចឲ្យយើងប្រមូលផលបានកណ្ដូបទាំងនោះអាចលក់ចេញក្នុងតម្លៃ1គីឡូ30000ទៅ35000ទៅតាមទីផ្សារឡើងចុះអញ្ចឹងណាហើយបើសិនជាបងប្អូនចង់បានកណ្ដូបនឹងឲ្យវាឆ្ងាញ់ឲ្យមានពងពេញអញ្ចឹងយើងតម្រូវឲ្យរក្សាវាទុកបន្តដើម្បីឲ្យវានឹងធ្វើការពងសិនហើយយើងក៏អាចសង្កេតមើលវាបានថាវាពងពេញហើយឬនៅចំពោះកណ្ដូបដែលពងនេះកាលណាយើងចាប់លក់ទៅក៏មានតម្លៃរាងថ្លៃជាងកណ្ដូបធម្មតាដែរពីព្រោះថាវាមានរសជាតិឆ្ងាញ់ជាងកណ្ដូបធម្មតាស្របពេលជាមួយនឹងគ្នានោះដែរពេលដែលកណ្ដូបបងប្អូនមានពងពេញពោះហើយណាហើយបើសិនជាបងប្អូនយើងអត់ទាន់ចង់លក់ទេចង់ធ្វើវាជាមេពូជក៏បានគ្រាន់តែយើងរៀបចំជាដីខ្សាច់សម្រាប់ទីកន្លែងឲ្យវាពងអញ្ចឹងទៅកាលណាដែលវាមានដីខ្សាច់ដីអញ្ចឹងគឺវាពងដោតទៅជាប់នឹងខ្សាច់ហ្នឹងហើយដល់ពេលដែលពងអស់គឺយើងអាចប្រមូលពងហ្នឹងយកទៅដាក់ទ្រុងផ្សេងមួយទៀតដើម្បីភ្ញាស់រួចជាការស្រេចបន្ថែមពីលើនេះបងប្រុសគាត់ក៏បានប្រាប់ដែរថាចំពោះកណ្ដូបគឺវាពងបានតែ3ទៅ4ដងទេតែកាលណាវាពងអស់3 4ដងហ្នឹងហើយកណ្ដូបនឹងឯងគឺវាស្លាប់ដោយខ្លួនឯងវាហើយយើងនិយាយអំពីទ្រុងសម្រាប់ចិញ្ចឹមកណ្ដូបនេះណាក៏ការធ្វើក៏មិនអស់ប្រមាណដែរគ្រាន់តែមានឈើឫស្សីនិងសំណាញ់ផ្សេងៗរួមទាំងតង់សម្រាប់ប្រក់ដំបូលការពារទឹកភ្លៀងពីព្រោះថាបើសិនជាភ្លៀងត្រូវកណ្ដូបនឹងស្លាប់ហើយនៅជើងសសរនៃទ្រុងទាំង4ហ្នឹងណាក៏មានជាការត្រាំទឹកពីព្រោះថាការពារកុំឲ្យស្រមោលឬក៏សត្វល្អិតផ្សេងៗវាពងទៅស៊ីកណ្ដូបហ្នឹងចំណែកឯចំណីវិញគឺយើងមិនតម្រូវត្រូវតែទិញចំណីផ្សារឬក៏មានចំណីផ្សារលក់សម្រាប់កណ្ដូបនោះទេវាត្រូវការត្រឹមតែស្លឹកចេកធាងដូងឬក៏ស្មៅដែលយើងដាំដូចជាស្មៅ King Grass ដែលពួកវាហ្នឹងគឺងាយរកខ្លាំងមែនតើវាអាចនៅថាចំការយើងក៏មាននៅក្បែរផ្ទះយើងហ្នឹងក៏មានដែរទាំងអស់នេះគឺជាអត្ថប្រយោជន៍ខ្លះៗនៃការចិញ្ចឹមកណ្ដូបជាលក្ខណៈគ្រួសារហើយបើបងប្អូនចង់បានកណ្ដូបអាចសាកសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ088 85 82 413